นี่ยันตามต้องเคลcái tha tìm chiaមនុស្សល្បីតាមពិតក៏មិនមែនជាតារាទេប៉ុន្តែមានខ្សែសារព័ត៌មានដែលសូមសម្ភាសខ្ញុំមិនថាជាទូរទស្សន៍ជាវីដេអូជាអីបន្តិចទៀតខ្ញុំរៀបរាប់ទាំងអស់បន្តិចខ្ញុំសូមនិយាយមួយថាខ្ញុំចាប់អារម្មណ៍នឹងជីវិតអ្នកដទៃដោយសារគាត់ជាតារាឈ្មោះល្បីមួយទេអរេគួរចាប់អារម្មណ៍នឹងជីវិតអ្នកដទៃដែលជាមនុស្សល្អហ្នឹងហើយល្អជាងកុំចាប់អារម្មណ៍កុំដាក់តម្លៃទៅលើជីវិតអ្នកធំឬក៏អ្នកអំណាចហើយគួរចាប់អារម្មណ៍អំពីមនុស្សដែលសុចរិតវិញល្អជាងសម្រាប់ខ្លួនឯងផងនិងសម្រាប់សង្គមអញ្ចឹងក្រៅពីទូរទស្សន៍គេធ្លាប់ផលិតព័ត៌មានអំពីរូបខ្ញុំ161រយៈពេល20ឆ្នាំណាភាគច្រើននឹងគឺជាអត្ថបទតែម្ដងមានចំនួន167ក៏មានវីដេអូមួយចំនួនដែរទាំងអស់15បទសម្ភាសន៍មាន10ហើយក៏មានព័ត៌មានអំពីសៀវភៅដែលខ្ញុំធ្លាប់បាននិពន្ធទាំងអស់6បទសម្ភាសន៍មិនមែន6សៀវភៅទេនឹងជាចុងក្រោយបទយកការតែម្ដងមានតែ3ប៉ុណ្ណោះប្រធានបទមានផ្សេងប៉ុន្តែភាគច្រើនវាតាក់ទងនឹងសិល្បៈកាលពីខ្ញុំធ្វើជាតួសម្ដែងហើយក៏មានអំពីកីឡាពីព្រោះរហូតដល់ឆ្នាំ2022ខ្ញុំរត់ប្រណាំងគឺជាកីឡាអត្តពលកម្មវិញ្ញាសាស្ត្ររត់ចម្ងាយតាំងពីពេលនោះមកក៏មានខ្លះអំពីការធ្វើខ្លែងខ្ញុំធ្វើខ្លែងក្រុងក៏ជាសិប្បកម្មធ្វើអំពីធាតុធម្មជាតិឃើញក្នុងស្រុកប៉ុណ្ណោះហើយខ្ញុំឆ្លាក់យ័ន្តខ្ញុំគូររូបគំនូរលើខ្លែងតែប៉ុន្តែគឺជាមុខរបរខ្ញុំពីដំបូងមកខ្ញុំជាសិល្បករវិចិត្រករគូររូបគំនូរហើយក៏មានមួយចំនួនតាក់ទងនឹងសាសនាហើយប្រធានបទផ្សេងទៀតមានតិចតួចឥឡូវនេះអំពីកាលបរិច្ឆេទមានពីឆ្នាំ2005រហូតដល់ឆ្នាំ2025មកឆ្នាំ2026នេះនៅប៉ុន្តែតាមពិតព័ត៌មានទាំងអស់នោះភាគច្រើនត្រូវបានគេផលិតពីឆ្នាំ2012រហូតដល់ឆ្នាំ2017ឆ្នាំ2012គឺជាឆ្នាំដែលខ្ញុំចាប់ផ្ដើមជោគជ័យនៅទូរទស្សន៍ហើយឆ្នាំ2017គឺជាឆ្នាំចុងក្រោយដែលខ្ញុំថតភាពយន្តឆ្នាំ2022ក៏មានច្រើនដែរកាលពីសៀវភៅដែលខ្ញុំបាននិពន្ធនៅបពុំផ្សាយហើយឆ្នាំ2023ក៏មានមួយចំនួនធំដែរតែต้องនឹងរឿងដែលខ្ញុំបានធ្លាក់ខ្លួនក្ររីឯភាសាវិញច្បាស់ហើយទៅច្រើនគឺជាព័ត៌មានផ្សាយជាភាសាខ្មែរមាន100គត់ហើយក៏មានច្រើនជាភាសាបារាំង29ជាភាសាអង់គ្លេសមានតិចជាងបន្តិច24ហើយក៏មានជាពីរភាសាដូចជាភាសាខ្មែរនិងភាសាអង់គ្លេស4ភាសាបារាំងនិងភាសាអង់គ្លេស2ហើយក៏មានជាភាសាកូរ៉េ1គត់និងភាសាអ៊ីតាលី1គត់ដែរចំណែកឯរបៀបផ្សព្វផ្សាយវិញភាគច្រើនឆ្ងាយណាស់គឺជា website 132ហើយមានប្រតិបត្តិផ្សេងទាំងអស់13ទស្សនវិស័យក៏ដូចគ្នាដែរ10ហើយកសែតប្រចាំថ្ងៃ3ក៏មានសៀវភៅមួយដែលនិយាយរឿងអំពីខ្ញុំកាលពីខ្ញុំនៅស្រុកបារាំងមួយឆ្នាំមុននឹងត្រឡប់មកប្រទេសខ្មែរវិញឆ្នាំ2009ហើយកម្មវិធីវិទ្យុ2ដែលបាននិយាយអំពីខ្ញុំទាំងអស់ច្រើនចឹងជាចុងក្រោយខ្ញុំសូមសួរសំណួរវិញទៅឲ្យប្រិយមិត្តអ្នកទស្សនាវីដេអូនេះយ៉ាងតាមទាំងផ្លូវនេះគឺអ្នកកសែតនិងអ្នកសារព័ត៌មានវាខុសគ្នាយ៉ាងដូចម្តេចទៅនេះយ៉ាងនៅខាងទឹកខ្លាសារព័ត៌មានផ្នែកមេដៃកំ